សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ការវិភាគហាងជ័យមាសអន្តរជាតិសម្រាប់ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បាទហាងជ័យមាសអន្តរជាតិនៅថ្ងៃទី12វិច្ឆិកានេះគឺនៅបន្តប្រែប្រួលចន្លោះតំបន់4150និងតំបន់4100បាទអញ្ចឹងតម្លៃបច្ចុប្បន្ននេះគឺស្មើប្រហែលនឹងហាងជ័យមាសស្រុកខ្មែរយើងគឺ$4,950នៅក្នុងមួយតម្លឹងប៉ុន្តែការលក់ចេញរបស់ហាងជ័យមាសស្រុកខ្មែរនៅតាមទូមាសគឺគេលក់$5,000នៅក្នុងមួយតម្លឹងបាទអញ្ចឹងសម្រាប់យើងអ្នកជួញដូរហាងជ័យមាសអន្តរជាតិនេះគឺយើងអាចរងចាំជួញដូរនៅពេលដែលទីផ្សារ break out មានន័យថា break តំបន់4100ឬក៏150អញ្ចឹងបើក្នុងករណីដែលទីផ្សារ break 4150មានន័យថាទីផ្សារអាចនឹងឡើងទៅរកតំបន់4200ឬក៏តំបន់4250ហើយក្នុងករណីដែលទីផ្សារ break ចុះផុតតំបន់4100មានន័យថាទីផ្សារអាចចុះទៅរកតំបន់4050ឬក៏តំបន់4030អញ្ចឹងការជួញដូររបស់យើងគឺយើងអាចរងចាំទិញឬក៏លក់នៅតាម support and resistance ស្តៀងនឹងការម្សិលមិញដែរប៉ុន្តែយើងដកចេញតំបន់4100និង150ចេញពីព្រោះទីផ្សារវាបានចាប់ដើម sideways ចំនួន 3-4 swing រួចទៅហើយអញ្ចឹងយើងមានតំបន់លក់មាន2ទី1នៅក្នុងករណី break 150យើងអាចរងចាំលក់នៅតំបន់4200ឬក៏តំបន់4250សម្រាប់ការទិញគឺយើងអាចរងចាំទិញនៅតំបន់4030ឬក៏4000ក៏បានដែរបាទអញ្ចឹងការវិភាគបច្ចេកទេសរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេជូនពរបងប្អូនទាំងអស់គ្នាឲ្យជួញដូរចំណេញគ្រប់គ្នា